មកបងប្អូនងាយបានអីញ៉ាំបាយណែអើយខ្ញុំងាយដែរមានជ្រូកខែវឆ្នាំងសិកូសម្រាប់បងប្អូនណាដែលគាត់ hang over ពីយប់អីចឹងគាត់ថាដាក់ជាមួយនឹងជ្រូកខែវឆ្នាំងសិកូហត់បាច់ញើសខ្ចាយស្រឡះមុខថេងហ្មងបងប្អូនហើយរបៀបធ្វើរបស់ខ្ញុំគឺថាងាយទេបងប្អូនដំបូងខ្ញុំដាក់ដាំទឹកបន្ទាប់មកខ្ញុំដាក់បន្លែចូលលក្ខីស្លឹកក្រូចសើចសាច់មាន់ប៉េងប៉ោះខ្ទឹមបារាំងបន្ទាប់មកខ្ញុំដាក់គ្រឿងចូលបងប្អូនមានស្ករប៊ីចេងអំបិលទឹកត្រីនិងខ្ទឹមសបន្ទាប់មកខ្ញុំបិទភ្លើងណាបងប្អូនបន្ទាប់មកខ្ញុំដាក់សាច់គោចូលដោយសារជ្រូកខែវឆ្នាំងសាច់គោគឺខ្ញុំអត់ត្រូវការឲ្យសាច់គោឆ្អិនខ្លាំងទេខ្លះវាអត់សូវផុយចឹងណាបន្ទាប់មកខ្ញុំដាក់ជីអាណានិងស្លឹកខ្ទឹមចូលហើយខ្ញុំបាច់គោឆ្មាពីចំណិតចូលបងប្អូនហើយនិយាយថាជាតិចូលតែមែនតែនហ្មងឆ្ងាញ់ខ្លាំងហើយខ្ញុំដួសមួយចានឲ្យកូនខ្ញុំគាត់ញ៉ាំដែរគាត់ហត់មានកម្លាំងដែរណាបងប្អូនហើយខ្ញុំមិនដឹងថាកូនប្រុសខ្ញុំកូនច្បងនេះគាត់ចេះញ៉ាំជីអាណាពីងការទេបងប្អូនហើយគាត់ថាគាត់ឆ្ងាញ់គាត់ចូលចិត្តញ៉ាំខ្ញុំយកទៅខ្ញុំបញ្ចុកកូនខ្ញុំទាំងអស់ដែរអញ្ចឹងណាបងប្អូនគាត់ហត់ទៅមានកម្លាំងគាត់ថាឆ្ងាញ់គាត់ចូលចិត្តញ៉ាំហើយកូនខ្ញុំចូលចិត្តណាស់ស្ងោរជ្រក់សាច់មាន់ស្ងោរជ្រក់សាច់គោអញ្ចឹងគាត់ចូលចិត្តញ៉ាំតែរៀងជូរអីចឹងទៅគាត់ចូលចិត្តណាស់ខ្ញុំនៅសល់ប្រហែលហ្នឹងគឺលើខ្ញុំនឹងឯងបងប្អូនខ្ញុំដាក់ម្ទេសចូលអញ្ចឹងទៅហើយខ្ញុំដាក់ថែមទឹកត្រីតិចបងប្អូននិយាយថាហត់ឡើងបែកញើសខ្ចាយហ្មងឡើងស្រួលខ្លួនហ្មងឡក្តៅម្ទេសហឹលចឹងទៀតអើយអាបាយអស់ឡើង2ចានហ្មងខ្ញុំចូលចិត្តញ៉ាំមែនតើណាបងប្អូនមកញ៉ាំបាយទាំងអស់គ្នាបងប្អូនថ្ងៃនេះទៅផ្សារទិញបានមាន់ស្រែបងប្អូនមាន់កំពង់គេនៅម៉ាឡេស៊ីនេះគេមានលក់មាន់កំពង់និងមាន់ធម្មតាមាន់កំពង់ហ្នឹងគឺតម្លៃថ្លៃជាងមាន់ធម្មតាចឹងបងប្អូននៅម៉ាឡេស៊ីមានផ្សារគ្រប់កន្លែងបងប្អូនមានផ្សារពេលព្រឹកមានផ្សារមួយអាទិត្យម្ដងក៏មានថ្ងៃសៅរ៍បងប្អូនពេលព្រឹកដែលខ្ញុំទៅរាល់ដងនេះបងប្អូនគឺភាគច្រើនគេលក់ចាប់ពីថ្ងៃអង្គារថ្ងៃច័ន្ទគឺគេអត់លក់ទេគេបិទទេបងប្អូនចឹងថ្ងៃអង្គាររហូតដល់ថ្ងៃអាទិត្យថ្ងៃសៅរ៍អាទិត្យគឺមនុស្សច្រើនថ្ងៃនឹងដែរទៅផ្សារទិញអីវ៉ាន់លក់ផងក៏ឃើញមាន់ស្រែបងប្អូនមាន់កំពង់ហ្នឹងទិញមួយឲ្យគេធ្វើថ្មីមកឲ្យយកមកស្ងោរជ្រក់ឲ្យកូនញ៉ាំដោយសារតែកូនខ្ញុំគាត់ចូលចិត្តញ៉ាំស្ងោរជ្រក់មាន់ហ្នឹងតស្ងោរជ្រក់មាន់ស្រែទៀតបងប្អូនគាត់ញ៉ាំអញ្ចឹងគាត់ចូលចិត្តណាស់បងខ្ញុំកាប់ហើយខ្ញុំយកទៅលាងឲ្យស្អាតណាបងប្អូនទាំងគ្រឿងក្នុងគ្រឿងអីពេលខ្ញុំលាងឲ្យស្អាតហើយខ្ញុំដាក់ដាំទឹកហើយខ្ញុំដាក់បាយចូលមកវែកតើបាញ់ដាក់គល់លក្ខីស្លឹកក្រូចសើចហើយនឹងខ្ទឹមសរួចហើយខ្ញុំដាក់មាន់ចូលណាបងប្អូនដាក់គ្រឿងដាក់អីចូលទៅហ្មងទៅគ្រឿងរបស់ខ្ញុំមានប៊ីចេងមានស្ករមានអំបិលនិងទឹកត្រីបន្តិចចឹងណាហើយមាន់គេល្អលឿងល្អហ្មងបងប្អូនហើយល្អមែនតែនហ្មងហើយមាន់នេះតែ1គីឡូ6ណាបងប្អូនហើយយ៉ាងលឿងល្អហ្មងសាច់គេក៏មានខ្លាញ់មានអីទៀតស្ងោរទៅថាស្បែកនៅល្អបងប្អូនអត់មានល្បេះអីទេល្អមែនតែនហ្មងមាន់នេះបងប្អូនអើយល្អហើយគឺថាជាតិទៀតមានរសជាតិឆ្ងាញ់មែនតែនខ្ញុំដួសដាក់ចានហើយខ្ញុំបេះវាបងប្អូនបេះហើយខ្ញុំបញ្ចុកបាយកូនខ្ញុំហើយខ្ញុំញ៉ាំខ្លួនឯងគឺមានតែឆ្អឹងទេបងប្អូនហើយនៅម៉ាឡេស៊ីមេឃភ្លៀងសឹងតែរាល់ថ្ងៃចឹងមានអីបងប្អូននឹកឃើញស្លម្ជូរជាមួយនឹងយងចេកបងប្រាប្រៅវាថាជាតិមែនតើបងប្អូនអើយសម្រាប់ខ្ញុំគិតថានៅម៉ាឡេស៊ីអាសាភ្លៀងជាងខែក្តៅចឹងដោយសារតែនៅម៉ាឡេស៊ីមានភ្នំច្រើនណាបងប្អូនដូចកាលខ្ញុំទៅលេងផ្ទះអ៊ីសាច់ថ្លៃខ្ញុំចឹងមីងរបស់ប្តីខ្ញុំបងប្អូននៅអ៊ីប៉ូខ្ញុំទៅលេងផ្ទះគាត់ពីថ្ងៃគឺថាភ្លៀងជាប់រាល់ថ្ងៃហ្មងបន្ទាប់តែខ្ញុំគេងនៅផ្ទះគាត់ហ្នឹងគឺនៅខាងក្រោយគឺបើភ្នែកឡើងគឺឮសលេងទឹកភ្លៀងឯងបងប្អូនខ្ញុំសួរប្តីខ្ញុំថាអើយមក3ថ្ងៃភ្លៀងដល់3ថ្ងៃចឹងហើយនៅ KL អត់មានភ្លៀងផងហើយគាត់ប្រាប់ថានៅអ៊ីប៉ូចឹងឯងគឺថាភ្លៀងជាប់រាល់ថ្ងៃហ្មងគឺថានៅអ៊ីប៉ូហ្នឹងគឺភ្នំច្រើនណាបងប្អូនហើយតែប្រើប្រាស់ទឹកពីច្រើនមកភ្នំទៀតហើយសាច់អ្នកនៅខាងនោះអ្នកកើតនៅហ្នឹងគឺសាច់ស្អាតណាសាច់សសាច់ថ្លាស្អាតពីខាងក្នុងមកហ្មងអាស្រីមិនថាប្រុសទេថាសាច់ស្អាតអញ្ចឹងមួយថ្ងៃនេះទៅថាមានភ្លៀងជាប់ចឹងខ្ញុំឃ្លានស្លម្ជូរក្តៅហត់ក្តៅជាមួយម្ទេសហឹលអូយនិយាយថាជាតិខ្លាំងមែនតើខ្ញុំចូលចិត្តញ៉ាំណាស់ស្លម្ជូរសយងចេកបងម្រះប្រៅស្លរៀងហុករៀងដិតតិចឈ្ងុយប្រហុកផងហើយរៀងជូរតិចប្រៃអូយឆ្ងាញ់មែនតើខ្ញុំនិយាយមែនខ្ញុំចូលចិត្តញ៉ាំមែនតើបងប្អូនអើយអត់តែញ៉ាំស្លម្ជូរគឺនឹកឃើញស្រុកខ្មែរបងប្អូនស្រុកសែ